សូមជូនរឿងស្ត្រីមាយាដកខ្ញីមានបុរសស្ត្រីមួយគូជាប្តីប្រពន្ធនឹងគ្នារស់នៅក្នុងស្រុកមួយប្តីជាមនុស្សចិត្តត្រង់គ្មានប្រាជ្ញារីឯនាងប្រពន្ធនោះជាស្រីចិត្តមិនត្រង់នឹងប្តីតែងមានមាយាច្រើនថ្ងៃមួយនាងប្រពន្ធប្រាថ្នាចង់ជួបនឹងសហាយណាស់ដោយឃ្លាតគ្នាយូរតែមិនដឹងធ្វើដូចម្តេចនឹងទៅជួបបានដោយភូមិនោះឆ្ងាយពីគ្នាបើដើរទៅគេថាមានខ្មោចលងនាងប្រពន្ធក៏និយាយនឹងប្តីខ្លួនថាអ្នកអើយល្ងាចយើងគិតទៅរកទិញមាន់មួយមកធ្វើស៊ីបានម្ដងអ្នកចង់ស៊ីទេប្តីក៏តបវិញថាចង់ស៊ីដែរប្រពន្ធថាខ្ញុំចង់ស៊ីខួខ្ញីប្តីថាអញក៏ចង់ស៊ីខួខ្ញីដែរថាហើយក៏បបួលគ្នាចុះទៅរកទិញមាន់អ្នកស្រុកនៅភូមិជិតផ្ទះសហាយនោះប្តីនិងប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះនាងប្រពន្ធដើរបែកពីប្តីទៅជួបនឹងសហាយវានិយាយកិច្ចកលផ្សេងរួចមកជួបនឹងប្តីវិញហើយប្តីប្រាប់ថាអ្នកផ្ទះឯណោះគេមានមាន់លក់គេប្រាប់ខ្ញុំអំបញ្ញមិញនេះប្តីព្រមទៅតាមប្រពន្ធប្រាប់ក៏ទិញបានមេមាន់មួយយោមត្រឡប់មកផ្ទះវិញពេលនោះជាពេលដែលត្រឡប់ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែប្រពន្ធធ្វើមាយាគក់ទ្រូងថាឱអ្នកអើយភ្លេចដូចគេលុតអញ្ចឹងប្តីសួរថាភ្លេចអីប្រពន្ធថាភ្លេចខ្ញីទៅហើយអ្នកអើយបើដូច្នេះអ្នកឯងនៅទីនេះសិនចុះខ្ញុំរត់ទៅវាឆាប់ជាងហើយនាងក៏រត់ទៅប្តីក៏ឈរចាំប្រពន្ធឯនាងជាប្រពន្ធកាលណាឃ្លាតពីប្តីហើយក៏គេចទៅជួបប្រុសសហាយខ្លួនហេតុតែរលឹកសហាយខ្លាំងណាស់ក៏ប្រេះដេកទៅនឹងដីមិនរកផ្ទះសម្បែងទេដោយប្រញាប់មកជួបប្តីវិញឯប្រុសសហាយនោះក៏ទទួលភារៈនាងនោះទៅរួចនាងនោះយកខ្ញីពីសហាយហើយផ្ដាំថាល្ងាចនេះឲ្យអ្នកឯងចាំមើលបើមានពេលស្រួលចូលទៅដេកម្ដងទៀតចុះនិយាយកិច្ចការសព្វគ្រប់ហើយក៏នាងនោះត្រឡប់មកឯប្តីដើមវិញដីដែលប្រេះដេកនោះក៏នៅជាប់នឹងខ្នងមិនទាន់បោះនៅឡើយព្រោះដើរមកដោយប្រញាប់លុះដើរដល់ប្តីខ្លួនឯងហើយក៏សើចក្អាកក្អាយនិយាយទៅកាន់ប្តីខ្លួនថាបើអ្នកឃើញមិញប្រហែលជាសើចដាច់ខ្យល់ហើយប្តីសួរថាសើចអីប្រពន្ធតបថាណែអ្នកមើលខ្នងខ្ញុំបោះឲ្យបន្តិចមើលនឹងហើយខ្ញុំដកខ្ញីទៅវារបូតដៃទាំងអស់មកខ្ញុំដួលផ្កាប់ទៅក្រោយបះជើងច្រាងបានជាប្រឡាក់ខ្នងខ្ញុំអស់ប្តីមិនដឹងក៏បោះខ្នងឲ្យប្រពន្ធទៅរួចហើយនាំគ្នាដើរទៅផ្ទះធ្វើបាយនិងធ្វើមាន់ស៊ីធ្វើរួចហើយពេលងងឹតស៊ីបាយរួចប្រពន្ធនិយាយនឹងប្តីថាអ្នកផ្លុំពៃទៅខ្ញុំនឹងស្ដាប់ប្តីក៏យកពៃមកផ្លុំប្រពន្ធដេកស្ដាប់បន្តិចទៅក៏កិលមកដេកលើភ្លៅប្តីហើយថាពីរោះណាស់អ្នកអើយអ្នកផ្លុំពៃមើលរុនដែរឬទេបើអ្នកមិនមើលរុនធ្វើម្ដេចនឹងចាប់បើកបិទតាមទំនុកកើតប្តីក៏តបថាទេមិនបាច់មើលរុនទេព្រោះដៃចាំស្ទាត់ហើយចំណាំរុនផងប្រពន្ធថាបើដូច្នេះខ្ញុំបិទភ្នែកអ្នកទាំងពីរមើលអ្នកនៅតែផ្លុំពីរោះដូចមុនឬទេប្តីតបថាទេមិនបាច់មើលរុនទេព្រោះដៃចាំស្ទាត់ហើយចំណាំរុនផង
ប្រពន្ធថាបើដូច្នេះខ្ញុំបិទភ្នែកអ្នកទាំងពីរមើលអ្នកនៅតែផ្លុំពីរោះដូចមុនអត់ប្តីតបថាបិទចុះផ្លុំក៏នៅតែពីរោះដូចមុនដែរប្រពន្ធយកដៃបិទភ្នែកប្តីទាំងពីររួចហើយក៏កន្ធែកជើងឲ្យសហាយនោះឃើញប្រុសសហាយឃើញសហាយខ្លួនបិទភ្នែកប្តីបានហើយកន្ធែកជើងឲ្យសញ្ញាដូច្នេះក៏ចូលទៅសង្វាសនឹងនាងនោះទៀតលុះសហាយនោះថយចេញទើបប្រពន្ធលែងបិទភ្នែកប្តីនោះក៏មិនដឹងដល់កិច្ចកលនោះឡើយព្រោះហេតុនេះបានជាមានពាក្យបុរាណថាមាយាដកខ្ញីមានទាំងទំនុកនិងច្រើនផងថាស្រីអើយនាងស្រីស្រស់ទៅដកខ្ញីដកដួលទាំងខ្លួនកាលដកលើកមុនតូចតន់លាក់ខ្លួនដកក្រោយសំនួនផ្ទួនឲ្យប្តីស្លាប់ដីនាងអ្នកផ្លុំនាងសុំធ្វើត្រាប់បន្តអើងអាប់ចប់បត់អុំទូក